ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូនេះផងដែរខ្ញុំមកនិយាយអំពីការគ្រប់គ្រងនិងប្រើប្រាស់ System Farmculent លោកគ្រូអ្នកគ្រូត្រូវចូលមកកាន់ website farmculent.com បន្ទាប់មកសូមជ្រើសរើសពាក្យថា Pharmacy Portal បន្ទាប់មកសូមចុចទៅលើពាក្យ Sign In រួចសូមបញ្ចូល email និង password ដើម្បី sign in ពេលចូលមកដំបូងនៅខាងលើនេះគឺជាប្រអប់សារនៅពេលដែលផលិតផលចិត្តអស់ស្តុកផលិតផលចិត្តផុតសុពលភាពនិងផលិតផលផុតសុពលភាពវានឹងលោតសារមកទីនេះហើយយើងក៏អាចផ្លាស់ប្ដូរបានជាច្រើនភាសាផងដែរហើយយើងអាចចូលទៅកាន់ edit profile ដើម្បីផ្លាស់ប្ដូរឈ្មោះ email logo location password និងម៉ោងបើកដំណើរការ pharmacyហើយយើងត្រឡប់មកកាន់ dashboard វិញ dashboard គឺជាកន្លែងសម្រាប់គ្រប់គ្រងនៅទិន្នន័យទាំងអស់ទាំងប្រាក់ចំណូលនិងបញ្ហាស្តុករួមមានផលិតផលចិត្តអស់ស្តុកផលិតផលចិត្តផុតសុពលភាពនិងផលិតផលផុតសុពលភាពនិងមានតារាងប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងច្បាស់លាស់